ណែថតចែកមើលទីដែរបងប្អូនមើល5ឆ្នាំជាងកម្ពស់4 ម៉ែត្រអីហើយនៅជីអាចគោនេះខាត់មកគល់នឹងប្រហែលជាវ័យទៅ400 គីឡូមានជីអីច្រើនទេមានអាចគោនឹងច្រើនគោ99%នេះឈ្មោល Chavis DPD ទឹមដាំគល់មុនដួងស៊ីងាប់ឥឡូវដាំជំនួសថាថ្មីហើយនោះ DPD ឈ្មោល DPD ធំគឹមឆ្នាំនេះបានផ្កាច្រើនចុះបងប្អូនអានេះបិទព្រំដែនជាមួយផ្ទះលេខ2ក្រុមចោឥឡូវអត់មានលម៉ើទេអត់មានលំអងចឹងកំពុងតែខ្វាយខ្វល់មើលនងនេះនងផ្លែចាស់ចោលអស់ហើយនេះវាក្បែរគល់លម៉ើក៏មានផ្លែដែរនេះនងនេះចាស់អស់ហើយក្តាប់ទៀតស្មៅញប់អត់ទាន់បានជ្រះទេម្ចាស់រវល់ច្រូតមួយត្រូវជ្រះស្មៅស្អាតកាត់ស្មៅចេញតែរវល់ពេញធឹងច្រូតស្រូវអត់ទាន់ហើយសេកយំតែតែតនៅនេះក៏មិនទាន់បានដាំទៀតនេះពូជឈ្មោល DPD Chavis ហើយនឹងពូជ Conasi ពូជ Fahi UAE នៅក្នុងនេះនៅឡើយទៅបានដាំហ្នឹងដូងកប៉ាល់ក៏នៅទាន់បានដាក់ដល់ដី7តាមតិចតួចដូងកប៉ាល់នេះចាប់ផ្ដើមល្អនេះបើសិនបានដាំដាក់ដល់ដីល្អយ៉ាងណាឥឡូវល្អខ្លាំងទៅហើយវាមិនទាន់បានដាក់ដល់ដីនឹងធ្វើម៉េច